បាទសូមគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរថ្ងៃនេះពី DR ខ្មែរ Engineering សូមធ្វើការចែករំលែកនៅប្រភេទ concept ម៉ូដផ្ទះវិឡាគឺនេះដើម្បីធ្វើការចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងសម្រាប់ concept ម៉ូដនេះគឺជាការ design និងការច្នៃម៉ូដឡើងដោយក្រុមការងាររបស់ខ្ញុំផ្ទាល់ផងដែរហើយសម្រាប់ម៉ូដផ្ទះនេះគឺជា concept ប្លង់ដែលខ្ញុំបានធ្វើការគូសប្លង់ទៅឲ្យខាងអតិថិជនអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការយកមកចែករំលែកដើម្បីជា concept mode ដើម្បីពុកម៉ែបងប្អូនយកទៅធ្វើការសាងសង់បន្តបានទៅលើប្រភេទរូបរាងផ្នែក exterior ខាងក្រៅនេះអញ្ចឹងថ្ងៃនេះខ្ញុំនឹងសូមធ្វើការចែករំលែកនៅប្រភេទ concept នេះអញ្ចឹងថ្ងៃនេះមានអីគេខ្លះអញ្ចឹងពុកម៉ែបងប្អូនទៅតាមដានទស្សនាមួយខ្ញុំទាំងអស់គ្នាផ្ទាល់ផងដែរអញ្ចឹងថ្ងៃនេះការងារ3ដែលខ្ញុំធ្វើការចែករំលែកទី1ទៅលើការងារគ្រោងដំបូលហើយទី2ទៅលើប្លង់ស្ថាបត្យកម្មដែលហៅថា aesthetic plan ហើយទី3ទៅលើប្លង់ view 3D plane អញ្ចឹងខ្ញុំសូមទៅធ្វើការទៅដល់ប្លង់ aesthetic plan សិនអញ្ចឹងប្លង់នេះគឺជាប្លង់ aesthetic plan ដែលខ្ញុំបានធ្វើការសិក្សាជូនម្ចាស់គម្រោងសម្រាប់ផ្ទះនេះគឺមានទំហំ6 គុណនឹង14ម៉ែត្រដែលមានលក្ខណៈស្រស់ស្អាតមែនទែនទៅលើការងារជ្រងជ្រៃហើយការងារជ្រៃហ្នឹងហេតុជាមួយនឹងប្រភេទពណ៌ទឹកមាសដែលមានលក្ខណៈស្រស់ស្អាតមែនទែនហើយការងារសសរគឺសសរភ្លោះ2អញ្ចឹងសសរទាំងអស់គឺ4ដើមសសរដើមសងខាងនេះគឺយើងមានជាមួយនឹងក្បាច់ឆ្នូតហើយសសរមូលនេះគឺថានៅសងខាងក្នុងនេះគឺសសរលាតអញ្ចឹងសម្រាប់ការងារផ្ទះនេះគឺមានលក្ខណៈស្រស់ស្អាតមែនទែនទៅលើទំហំនិងលក្ខណៈរូបរាងរបស់ផ្ទះនេះប៉ុណ្ណេះអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានតម្រូវការក្នុងការសិក្សាគម្រោងប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារខ្ញុំបានតាមរយៈលេខទូរស័ព្ទឬក៏តាមរយៈ Telegram ខាងក្រោមនេះផងដែរអញ្ចឹងសម្រាប់ការងារនេះខ្ញុំសូមធ្វើការបង្ហាញទៅលើរូបរាងផ្នែកខាងក្រៅប៉ុណ្ណឹងឥឡូវយើងចូលទៅមើលការងារដំបូលទាំងអស់គ្នាផងដែរអញ្ចឹងប្រភេទការងារនេះគឺជាការងារដំបូលអញ្ចឹងមានន័យថានៅក្នុងប្លង់ស្ថាបត្យកម្មរបស់យើងគឺយើងសិក្សាទៅលើមិនមែនមានតែប្លង់រូបរាងផ្នែកខាងក្រៅទេហើយសិក្សាទាំង elevation យើងសិក្សាទាំងប្លង់ពំនូកាត់ហើយនឹងយើងសិក្សាទៅលើប្លង់ roof structure ដែលហៅថាប្លង់គ្រោងដំបូលនេះអញ្ចឹងសម្រាប់ប្លង់គ្រោងដំបូលយើងបានធ្វើការចែកល្អិតល្អន់មែនទែនទាំងកម្ពស់សសរគោកទាំងកម្រិតដែលរណែងកម្រិតខ្ទងរបស់ការងារដំបូលអញ្ចឹងមានន័យថាពុកម៉ែបងប្អូនយកការងារប្លង់ទៅពុកម៉ែបងប្អូនមើលតាមតែការងារប្លង់គឺពុកម៉ែបងប្អូនអាចធ្វើការងារមួយនឹងបាននៃទៅលើប្រភេទប្លង់ផ្ទះរបស់យើងអញ្ចឹងណាហើយសម្រាប់ការងារមួយជុំនេះគឺជាការងារជញ្ជាំងឥដ្ឋសម្រាប់ technical ទៅលើការងារសាងសង់គឺយើងមានភ្ជាប់នៅក្នុងហ្នឹងពាក់ព័ន្ធជាមួយនឹងការងារសសរការងារធ្នឹមការងារជញ្ជាំងឥដ្ឋគឺមានទាំងអស់ពី technical ទៅលើការងារមួយហ្នឹងហើយប្រភេទការងារមួយទៀតយើងចូលទៅដល់ការងារសម្រាប់បញ្ចប់គឺការងារ render រូបភាព animation ក៏ដូចជាវីដេអូប្លង់ 3D សម្រាប់នេះបងប្អូនអាចធ្វើការពិនិត្យបានទៅលើគំនូរប្លង់ 3D ដែលខ្ញុំបានធ្វើការដាក់នៅលើវីដេអូហ្នឹងអញ្ចឹងលក្ខណៈប្លង់ 3D នៃប្រភេទផ្ទះរបស់យើងគឺយើង render ទៅគឺមានលក្ខណៈស្អាតមែនទែនដើម្បីពុកម៉ែបងប្អូនយកមើលទៅជាគំរូប្លង់ខាងក្រៅអញ្ចឹងណានេះគឺខ្ញុំបានធ្វើការបើកមកជុំឲ្យទៅលើគំនូរប្លង់ 3D របស់យើងចឹងពុកម៉ែបងប្អូនអាចធ្វើការពិនិត្យមើលបានអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំដូចជាអត់មានអីច្រើនទេទៅលើវីដេអូរបស់យើងអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះហើយបើសិនជាពុកម៉ែបងប្អូនមានតម្រូវការសិក្សាប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារខ្ញុំបានសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំផ្ទាល់ផង